ស្ដាប់ឲ្យច្បាស់នេះជាការពិតមិនមែនជារឿងលេងសើចទេប្អូនប្រុសមើលមកថ្នាំពណ៌សក្នុងដៃប្អូនវាមិនមែនជាមិត្តតែជាច្រវាក់ដែរគេលក់មរណៈក្នុងកញ្ចប់តូចមួយបំផ្លាញខួរក្បាលបំផ្លាញពូជអម្បូរអ្នកក្រោកឡើងភ្ញាក់ឡើងកំចាញ់បោកពាក្យផ្អែមរបស់យោះលក់គេចង់បានលុយមិនមែនចង់ឲ្យអ្នកសប្បាយរត់ដំណក់ទឹកដែលហូរគឺជាឈាមគ្រួសារអូនកំពុងជីរណ្ដៅกับខ្លួនឯងទាំងរួឈប់ភ្លៀងឈប់ទៅណាំញៀនជាសត្រូវបំផ្លាញជីវិតកាត់ច្រវាក់ចេញស្វែងរកពន្លឺពិតកុំឲ្យវាលេចត្របាំងអនាគតប្អូនបានរវល់ចោលឥឡូវនេះណាំញៀនជាអាវុធសម្លាប់ដោយគ្មានឈាមក្រោកឈរឡើងយុវជនខ្មែរគ្រប់រូបភ្នែកអូនស្លក់ខ្លួនប្រានស្គមរេងរៃដើរដូចខ្មោចឡងគ្មានព្រលឹងក្នុងខ្លួនសង្គមសោចអកពេលប្អូនដួលសន្លប់គេចង់ឲ្យអ្នកសោយគេចង់ឲ្យអ្នកងងឹតកុំចោលចាញ់តស៊ូចំណេះដឹងជាអាវុធមិនមែនមកជល់ចាក់ទេប្រើកម្លាំងប្អូនសាងសង់វាសនាថ្មីកុំឲ្យមុនសេកាស្លាប់ក្រោមឥទ្ធិពលថ្នាំគ្រួសាររងចាំភាពជោគជ័យរបស់ប្អូនត្រឡប់មកវិញប្អូនប្រុសជ្រើសរើសជីវិតឬជ្រើសរើសសេចក្តីស្លាប់អនាគតនៅក្នុងដៃប្អូនកុំឲ្យវាបាត់បង់ដោយសារតែថ្នាំមួយគ្រាប់ភ្ញាក់ខ្លួនទៅភ្ញាក់ខ្លួនទៅ